បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកជួបប្រុសពៅទៀតហើយគ្រាន់តែឃើញម្ហូបថ្ងៃនេះគ្រាន់តែឃើញបន្លែនិងត្រីតែប៉ុណ្ណេះក៏ដឹងថាស្លអីដែរថ្ងៃនេះមែនទេបងប្អូនបាទគឺថ្ងៃនេះប្រុសពៅបានជ្រើសរើសយកមកម្ហូបមួយមុខគឺស្លម្ជូរយួនហ្នឹងហើយឥឡូវដាំទឹកកពុះហើយដែរអញ្ចឹងខ្ញុំបាទចាប់ផ្ដើមជ្រុំប្រហុកហ្នឹងហើយជ្រុំប្រហុកហើយដោយសារថាឥឡូវអត់មានអាកត្រង់អាស័យទេមានតែកត្រង់ដែកក្រោយពីជ្រុំប្រហុកហើយឥឡូវប្រុសពៅចាប់ផ្ដើមដាក់ត្រីចូលហើយហ្នឹងហើយត្រីនេះសូមបញ្ជាក់ប្រាប់បងប្អូនថាត្រីនេះគឺជាត្រីផ្ទក់ស្រែហ្នឹងហើយត្រីផ្ទក់ស្រែនេះគឺមានសាច់ស្វិតល្អណាស់បងប្អូនហើយប្រុសពៅធ្វើម្ហូបថ្ងៃនេះគឺអស់លុយចំណាយលុយត្រឹមតែ 7,000 លុយខ្មែរទេហ្នឹងឥឡូវចាប់ផ្ដើមបង់គ្រឿងចូលហើយទី1នោះគឺប្រុសពៅបង់ប្រេងខ្យងហ្នឹងទី2នោះគឺបង់ស្ករសហើយមុខម្ហូបម្ជូរយួននេះឯងដែរគឺប្រុសពៅចូលចិត្តរៀងផ្អែមបន្តិចព្រោះថាគ្រួសារខ្ញុំញ៉ាំម្ហូបស្លម្ជូរយួននេះគឺត្រូវការជាតិផ្អែមនិងបង់ស្ករស2ស្លាបព្រាអំបិល1ចុងស្លាបព្រាហើយនិងប៊ីចេងហ្នឹង1ចុងស្លាបព្រាដែរបងប្អូនឥឡូវគ្របវាបន្តិចដើម្បីឲ្យវាពុះទៅវាឆ្អិនត្រីណាបងប្អូនហ្នឹងហើយឥឡូវឃើញថាទឹកសម្លយើងក៏ពុះហើយឆ្អិនត្រីដែរអញ្ចឹងមានអីទៀតគឺមានតែចាប់ផ្ដើមហ្នឹងហើយគឺមានតែចាប់ផ្ដើមដាក់បន្លែចូលទេបងប្អូនឥឡូវដាក់បន្លែចូលគឺមានកៅអៅឈូកហ្នឹងហើយមានតឡាចមានម្នាស់មានប៉េងប៉ោះហ្នឹងហើយនឹងមានបន្លែជាច្រើនមុខទៀតហ្នឹងហើយអញ្ចឹងឃើញថាការស្លម្ជូរយួននេះឯងគឺខ្ញុំប្រើប្រហុកបន្តិចដើម្បីជំនួយណាបងប្អូនហើយចំណែកបងប្អូនអត់ដឹងថាបងប្អូនដាក់ប្រហុកដែរឬមួយក៏អត់ទេចំណែកហើយខ្ញុំជាអ្នកលក់គុយទាវអញ្ចឹងខ្ញុំក៏មានទឹកស៊ុបបន្ថែមទឹកស៊ុបបន្តិចទៀតបងប្អូនដើម្បីឲ្យមានឱជារសឥឡូវឃើញថាសម្លយើងក៏បានឆ្អិនហើយដែរអញ្ចឹងប្រុសពៅធ្វើវីដេអូកាត់ទៅក៏បានដកបង់ជីបង់ខ្ទឹមបំពងហើយបន្ថែមសណ្តែកបណ្ដោះបន្តិចទៀតឲ្យមើលគ្រាន់តែឃើញសម្លនេះក៏ដឹងថាជាតិដែរបងប្អូនអើយតោះឥឡូវយើងនាំគ្នាហូបបាយបងប្អូនហ្នឹងហើយតោះហូបបាយហ្នឹងហើយអូយឆ្ងាញ់ដល់ហើយបងប្អូនអើយហ្នឹងហើយជូរក៏ល្មមហ្នឹងហើយបងប្អូនគ្រាន់តែឃើញមាត់ប្រុសពៅហូបបាយហ្នឹងក៏ដឹងតែឆ្ងាញ់ដែរបងប្អូនអញ្ចឹងវីដេអូគឺមានតែប៉ុណ្ណេះទេសូមអរគុណសូមជម្រាបលា